ok sự đây được này chứng đôi nhom cho ra bài thằng mà tôi nhóm mà lấy vì ở ai rút học speed là bươn được chia mà rồi sai mà rồi ha bàn đôi muốn đi ở hai thằng mà rồi phây tịch tôi thì nó về để nhom tranh trip mà đòn hay nhom chi diêm chỉ tam kỳ người chắc nhom miên đường pi là phơi là ngày đi thì mỗi cứ nhom thử đọt cả rồi chó là bây nhom chạy mơ thả tá và bọn bom sang giống bia bom sang là bom sang khăn bánh sang tới ỏi bịch sang khăn được ọt hay mỗi tiết cứ nhom đọt cả từng ỏi nó là bay liên nơi kháng không mà tôi không đai với nhưng mà đại bản đỏ liền thì chấn từ mưa ngọt này vậy thì dân từ thơ từ bốn ghế nó cứ dân thở đọt cái bình sân thì sao thì miền sau đọt cả kẹo pi đấy cứ nơi khổm cái này chắc dân thở đọt cái trên sân chấn làm vậy đọt cái một tranh bán tôi thì nhầm đọt cái hàng khâu trên sân đấy nhưng lướt về trên sân chấn là sao vì mình thử chia ra sao để special của mã này vị trí từ sao 8 hay là sao lên đập pi đập bảy gì nữa để dân ra sầm rạp đọt và lòng mà chân đúng này những nhóm di diêm vô sau sẽ tịch tuột trình một cái đấy của chơi việt châu được mình hay ông có thì dân thử miền của phong muối sầm rạp đặt chơi để đọt tranh pin mà tàu đồng bay của mọi việc bạn ដោយសារតែម៉ូតូខ្ញុំគឺវាធ្លាក់ performance អញ្ចឹងហើយដើម្បីឲ្យដឹងច្បាស់ថាតើវាខូចអីប្រកបជាពិសេសគឺខ្ញុំខ្លាចរឿងដែលវាខូចធ្ងន់ធ្ងរដូចជា low compression នៃជាដើមអញ្ចឹងគឺខ្ញុំព្យាយាមតេស្តអ្វីដែលខ្ញុំអាចតេស្តបានដោយខ្លួនឯងជាមុនសិន thếអញ្ចឹងយើងមកមើលថាតើខ្ញុំប្រើរបស់អីដើម្បីធ្វើការវាស់នៅសម្ពាធសាំងខ្ញុំអញ្ចឹងគឺខ្ញុំបានទិញនៅនាឡិកាវាស់សម្ពាធសាំងនេះមួយដែលយើងធ្វើដើម្បីវាស់សម្ពាធសាំងអញ្ចឹងជាទូទៅវា3បាចឹងបើសិនជាវាក្រោមហ្នឹងមកនេះថារបស់យើងគឺខ្សោយមែនតើហើយយើងត្រូវតែធ្វើការផ្លាស់ប្ដូរម៉ូទ័រឬក៏យើងដោះលាងតម្រងឯណាមួយហើយយើងមាន tool វាច្រើនទេសម្រាប់ប្រើជាមួយវាដែរពេលអញ្ចឹងចាប់ដើមដោះធុងសាំងជាងសិន ខុសពីម៉ូតូធំដទៃដែលការប្រហើបធុងសាំងគឺជារឿងងាយស្រួល KTM Duke គឺវាត្រូវឲ្យយើងដោះសោដល់ទៅ3គ្រាប់ហើយមែនទែនទៅគឺវាតម្រូវឲ្យយើងលើកធុងសាំងតែម្ដងតែដោយសារតែការងារនេះគឺមិនចាំបាច់ឲ្យយើងលើកធុងសាំងចេញទេយើងគ្រាន់តែប្រហើបធុងសាំងដើម្បីយើងដោះទៅយកចេញតែប៉ុណ្ណោះ តែមើលថាតើប្រព័ន្ធសាំងហ្នឹងវាចេញពីណាទៅណាឲ្យប្រកបព្រោះអីប្រព័ន្ធសាំងរបស់ Duke វារៀងសាំញ៉ាំតិចដោយសារវាមានប្រេងវាមានទៅប្រព័ន្ធដុំមួយនៅខាងនេះដុំនេះគេហៅថា evaporator នេះដុំនេះhơiសាំងគឺមកហ្នឹងគឺវាទូនាទីច្រោះចំហាយសាំងទៅជាទឹកវិញហើយបានប្រហូរចូលមកធុងសាំងវិញហើយពេលខ្លះអាដុំហ្នឹងគឺវាស្ទះវាចាស់ទៅវាស្ទះវាអីចឹងក៏វាធ្វើឲ្យថយកលាំងតែអាហ្នឹងបើនៅម៉ូតូដូចជា Aprilia ពីចឹងគឺចាស់ទៅគេដោះចេញហ្មងគេបិទទៅចិត្តហ្មងព្រោះវាបង្កបញ្ហាច្រើនជាងជួយហើយវាអាចបានជួយអីទេវាជួយកាត់បន្ថយការរោស្មានពុលចេញពីម៉ូតូរបស់យើងពេលដែលដំណើរការទេអញ្ចឹងឥឡូវខ្ញុំមើលប្រព័ន្ធសាំងខ្ញុំសិនអានេះគឺចឹងកន្លែងនេះគឺទៅយកđểចេញពីធុងសាំងហ្មងយកមកគឺវាចូលទៅណាចូលមកអានេះចូលមកនេះអានេះគឺចេញទៅប៊ិចសាំងអានេះគឺមកពី evaporator វិញអញ្ចឹងខ្ញុំដោះតែអានេះមួយទេដើម្បីខ្ញុំតេស្តមើលថាតើចេញពីត្រង់មួយនេះនេះជាត្រង់នេះមែនតើគឺត្រូវដូរចឹងខ្ញុំចង់ដឹងថាខ្សោយមកពីត្រង់នោះមែនអត់អញ្ចឹងទីមួយខ្ញុំតេស្តពីអានេះហើយខ្ញុំតេស្ត direct ជាមួយនឹង motor សាំងតែម្ដងអូខេអញ្ចឹងខ្ញុំត្រូវដោះនេះចេញសិន ដោយសារតែកន្លែងហ្នឹងវាមិនមែនជាកន្លែងដែលយើងត្រូវដោះដោតចេញចូលរហូតទេអញ្ចឹងគឺពិបាកដោះមែនតើដោយសារតែកន្លែងចំបាច់ដើម្បីដោះហ្នឹងវារឹង សម្ពាធប្រេងរបស់ខ្ញុំវាសាំងគឺវាលើស3បាបន្តិចអញ្ចឹងបានន័យថាប្រព័ន្ធបូមសាំងប្រព័ន្ធអីហ្នឹងគឺអត់មានបញ្ហាទេគឺបាញ់ទៅប៊ិចសាំងល្អអញ្ចឹងប្រហែលជាកហ្គាហើយនឹងប៊ិចសាំងវាស្ទះតែវាធ្វើឲ្យវាបាញ់សាំងមិនបានល្អខ្ញុំហ៊ានបន្ទាប់ពីនេះទៅគឺខ្ញុំត្រូវតែដោះយកកហ្គាក៏ដូចប៊ិចសាំងយកមកបាញ់លាងដើម្បីឲ្យវាស្អាតឲ្យវាជ្រះនៅកម្ទេចកម្ទីហ្នឹងដើម្បីឲ្យវាបាញ់ប្រេងបានល្អអូខេអញ្ចឹងបន្ទាប់ពីធ្វើការតេស្តទៅលើម៉ូតូខ្ញុំមកឃើញថាម៉ូទ័របូមសាំងរបស់ខ្ញុំគឺធ្វើដំណើរការប្រក្រតីឯងដោយសារតែយើងវាស់បន្ទាប់ពី filter នេះមកមិនវាស់ពីម៉ូទ័រតែម្ដងយើងវាស់បន្ទាប់ពី filter ទៀតអញ្ចឹងកម្លាំងរបស់វាគឺ3គីឡូជាងទៅពេលដែលយើងប្រឆេះគឺពេលដែលយើងកាច់បើកហ្នឹងអញ្ចឹងគឺវាអត់មានជាបញ្ហាបង្កអីធំដុំទេ
ប៉ុន្តែហេតុអីបានម៉ូតូនៅតែធ្លាក់ performance រឿងវាអាចមានទៅច្រើនទៀតទីមួយវាអាច loss compression ប៉ុន្តែវាមិនងាយទេ loss compression វាជារឿងធ្ងន់ធ្ងររឿងដំបូងគឺអាចមកពីកំណកកំតិចកំទីអាកាបោនហ្នឹងដែលវាជាប់ជាមួយនឹងកក្រាឬក៏ shuttle body ហ្នឹងជាមួយនឹងកំតិចកំទីដែលនៅក្នុងប៊ិចសាំងអញ្ចឹងខ្ញុំបានទិញឧបករណ៍សម្រាប់លាងប៊ិចសាំងអីមួយចំនួនទៀតនៅតែទឹក chemical spray កំប៉ុងសម្រាប់បាញ់លាងហ្នឹងខ្ញុំអត់បានទិញមកទេហើយមួយទៀតធ្វើអាហ្នឹងគឺវាទាមទារឲ្យមានពេលវេលាច្រើនហើយឥឡូវខ្ញុំអត់សូវមានពេលវេលាទេអញ្ចឹងនៅពេលដែលមានពេលវេលាច្រើនថ្ងៃណាជប់សម្រាប់បានយូរខ្ញុំនឹងព្យាយាមធ្វើវីដេអូក៏ដូចជាដោះម៉ូតូហ្នឹងយកមកលាងសម្អាតដើម្បីឲ្យវាដូចថ្មីម្ដងទៀតដែរ ដោយសារតែឥឡូវនេះគឺខ្ញុំរៀងរវល់ច្រើនជាមួយនឹងការងារក៏ដូចជាកិច្ចការនៅផ្ទះអញ្ចឹងអត់សូវបានចេញវីដេអូវែងៗដូចមុនទេអញ្ចឹងអរគុណមែនតើអ្នកដែលនៅមើលដល់ចុងវីដេអូនេះអញ្ចឹងកុំភ្លេចជួយ share ក៏ដូចជា follow ខ្ញុំម្នាក់មួយផងអរគុណ